អ្នកសៀមរាបណាគេអត់ស្គាល់លៀសអប់អ៊ីទុំបើអត់ស្គាល់ទេមកសាកឲ្យហើយមកខ្ញុំចូលចិត្តតាំងពីនៅយុវវ័យរហូតដល់ក្លាយជាយុវចាស់កូនពីរនៅនេះតនេដៃពីការកាត់វីដេអូខ្ញុំក៏កំងយកមកញ៉ាំនៅផ្ទះពិតជាឆ្ងាញ់ខ្លាំងណាស់បងប្អូនអើយខ្ញុំអត់មានពេលបានទៅអង្គុយញ៉ាំនៅកន្លែងគាត់ទេអញ្ចឹងខ្ញុំតែងតែកំងយកមកញ៉ាំនៅផ្ទះបើកប្រអប់មកគឺវាក្តៅក្តៅថ្មីថ្មីដូចយើងញ៉ាំនៅកន្លែងអញ្ចឹងហើយខ្ញុំចូលចិត្តញ៉ាំតែថ្ងៃសម្រាប់ដែលតនេពីការងារនៅ office ទេពួកអីយើងចំណាយពេលយូរដូចយើងញ៉ាំថ្ងៃសៅរ៍អាទិត្យអញ្ចឹងគឺយើងអាចអង្គុយបកចាក់ខ្ចៅចាក់ខ្យងញ៉ាំលៀសបានមកពេញចិត្តរបស់យើងខ្ញុំចូលចិត្តញ៉ាំបាយជាមួយក្តាមអប់ក្តាមហ្នឹងគឺថាខ្លាញ់លឿងហើយសាច់ច្រើនទៀតហើយវាត្រូវជាមួយនឹងជ្រក់ខ្ទឹមរបស់គាត់នេះជាមួយនឹងអំបិលម្រេចបងប្អូនអើយ